អ្នកធ្លាប់សង្កេតឃើញទេថានៅក្នុងអរិយធម៌បុរាណជាច្រើនមិនថានៅអាហ្វ្រិកនៅអាស៊ីឬនៅអឺរ៉ុបទេមនុស្សតែងតែត្រូវបានគូរឬចម្លាក់ជាមួយនឹងក្បាលសត្វអ្វីដែលគួរឲ្យចាប់អារម្មណ៍គឺរូបភាពទាំងនេះមិនកើតត្រឹមតែទីកន្លែងតែមួយទេប៉ុន្តែបង្ហាញឡើងនៅក្នុងអរិយធម៌ជាច្រើនដែលមិនមានទំនាក់ទំនងជាមួយគ្នាឡើយហើយនេះគឺជាជំនឿសាសនាឬជាចំណេះដឹងមួយដែលមនុស្សសពថ្ងៃបានបាត់បង់ហើយហេតុអ្វីបានជាអរិយធម៌បុរាណជាច្រើនដែលនៅឆ្ងាយពីគ្នារាប់ពាន់គីឡូម៉ែត្រសុទ្ធតែគូររូបមនុស្សដែលមានរូបរាងជាក្បាលសត្វហើយវីដេអូនេះយើងនឹងនាំអ្នកទាំងអស់គ្នាទៅដឹងពីមូលហេតុមួយចំនួនពាក់ព័ន្ធនឹងមូលហេតុអ្វីដែលគេគូររូបមនុស្សមានក្បាលសត្វនៅលើជញ្ជាំងប្រាសាទមួយចំនួននៅក្នុងអរិយធម៌បុរាណសម្រាប់មនុស្សសម័យទំនើបសត្វតែងតែត្រូវបានចាត់ទុកថាទាបជាងមនុស្សនិងជាវត្ថុដែលត្រូវបានគ្រប់គ្រងដោយមនុស្សប៉ុន្តែសម្រាប់មនុស្សបុរាណទស្សនៈនេះគឺខុសឆ្លាស់ពួកគេជឿថាសត្វមានអំណាចធម្មជាតិមានវិញ្ញាណនិងមានសមត្ថភាពពិសេសដែលមនុស្សមិនអាចមានបានសត្វអាចរស់នៅក្នុងព្រៃដឹងពីបរិស្ថានឃើញនិងឮល្អជាងមនុស្សហើយវាអាចរស់រានមានជីវិតដោយមិនពឹងផ្អែកលើបច្ចេកវិទ្យាទេហើយសម្រាប់មនុស្សបុរាណសមត្ថភាពទាំងនេះគឺជាសញ្ញានៃអំណាចនិងមានវិញ្ញាណខ្ពស់ដូច្នេះសត្វត្រូវគេចាត់ទុកថាជាអ្នកការពារធម្មជាតិនិងជាអ្នកភ្ជាប់រវាងពិភពមនុស្សហើយនិងពិភពវិញ្ញាណការបញ្ចូលលក្ខណៈសត្វទៅក្នុងរូបមនុស្សគឺជាវិធីមួយសម្រាប់បង្ហាញថាមនុស្សកំពុងខ្ចីអំណាចពីធម្មជាតិនិងស្វែងរកភាពស្មើគ្នាជាមួយនឹងបរិស្ថាននៅជុំវិញខ្លួនរបស់គេរស់នៅអេស៊ីបុរាណគឺជាឧទាហរណ៍ដ៏លេចធ្លោបំផុតនៃការបង្ហាញមនុស្សជាមួយនឹងក្បាលសត្វទេវតាជាច្រើននៅអេស៊ីបុរាណមានរាងកាយជាមនុស្សប៉ុន្តែក្បាលគឺជាសត្វដើម្បីបង្ហាញពីតួនាទីនិងអំណាចពិសេសរបស់ពួកគេដូចជា NB គឺជាទេវតាដែលមានក្បាលជាសត្វឆ្កែដែលមានតួនាទីការពារពិភពអ្នកស្លាប់និងពិធីបញ្ចុះសពការជ្រើសរើសរូបរាងឆ្កែមិនមែនជារឿងចៃដន្យទេព្រោះឆ្កែតែងតែឃ្លាំមើលភ្នោការពារកន្លែងស្ងប់និងមានសមត្ថភាពធ្វើដំណើរនៅពេលយប់សម្រាប់មនុស្សអេស៊ីបុរាណឆ្កែគឺជានិមិត្តរូបនៃការការពារនិងភាពស្មោះត្រង់តាមរយៈរូបមនុស្សដែលមានក្បាលជាសត្វទេវតានៅអេស៊ីបុរាណត្រូវបានបង្ហាញថាមានអំណាចលើមនុស្សធម្មតានិងមានសមត្ថភាពភ្ជាប់ពិភពមនុស្សជាមួយនឹងពិភពវិញ្ញាណហើយនៅក្នុងអរិយធម៌បុរាណជាច្រើនជឿថាពិភពលោកមាន3ផ្នែកសំខាន់គឺមនុស្សធម្មជាតិនិងវិញ្ញាណផ្នែកទាំង3នេះមិនអាចបំបែកចេញពីគ្នាបានទេហើយត្រូវរស់នៅជាមួយភាពស្មើគ្នាការគូររូបមនុស្សដែលមានក្បាលជាសត្វគឺជាសញ្ញាបង្ហាញថាមនុស្សមិនមែនជាម្ចាស់ធម្មជាតិទេវាជាការរំលឹកឲ្យមនុស្សរស់នៅដោយការគោរពធម្មជាតិសត្វនិងបរិស្ថានដើម្បីរក្សាភាពស្មើគ្នានៃជីវិតចំណែកនៅប្រទេសកម្ពុជាពួកយើងក៏មានចម្លាក់ដែលគូររូបរាងមនុស្សហើយមានក្បាលជាសត្វដែរនៅអង្គរវត្តនិងប្រាសាទខ្មែរបុរាណជាច្រើនយើងអាចឃើញរូបចម្លាក់នាគគ្រុឌនិងសត្វទេវតាផ្សេងៗទៀតដែលត្រូវបានដាក់នៅទីតាំងសំខាន់ៗដូចជាច្រកចូលនិងជញ្ជាំងប្រាសាទសត្វនាគត្រូវចាត់ទុកថាជានិមិត្តរូបនៃទឹកភ្លៀងនិងជីវិតខណៈសត្វគ្រុឌតំណាងឲ្យអំណាចព្រះរាជាណាចក្រនិងសង្គ្រាមសត្វទាំងនេះមានតួនាទីការពារនិងបង្ហាញអំណាចនៃទេវតានិងព្រះមហាក្សត្រការបង្ហាញមនុស្សជាមួយនឹងសត្វទេវតានៅអង្គរមានន័យថាមនុស្សកំពុងទទួលអំណាចនិងការការពារពីទេវតានិងធម្មជាតិហើយរូបភាពទាំងអស់ហ្នឹងគឺជាភាសានៃអំណាចនៅក្នុងសម័យបុរាណមនុស្សភាគច្រើនមិនអាចសរសេរបានទេដូច្នេះពួកគេប្រើរូបភាពនិងរូបចម្លាក់មួយចំនួនត្រូវបានប្រើប្រាស់ជាភាសាសម្រាប់បញ្ជូនជំនឿអំណាចនិងគោលនយោបាយទៅកាន់ប្រជាជនរូបមនុស្សក្បាលសត្វជាសញ្ញាបង្ហាញថាតួអង្គនោះមិនមែនជាមនុស្សធម្មតាទេប៉ុន្តែគឺជាទេវតាឬតំណាងអំណាចខ្ពស់ដែលគួរឲ្យគោរពនិងគួរឲ្យគោរពកោតខ្លាចហើយតែងតែមានសំណួរអាចកំបាំងមួយថាការពិតដែលអរិយធម៌ជាច្រើននៅឆ្ងាយពីគ្នាប៉ុន្តែមានគំនិតស្រដៀងគ្នាក្នុងការគូរមនុស្សមានក្បាលសត្វបង្កើតបានជាសំណួរអាចកំបាំងមួយសម្រាប់មនុស្សសពថ្ងៃតើវាជាការចៃដន្យឬជាចំណេះដឹងរួមដែលមនុស្សបុរាណធ្លាប់មាននៅក្នុងវីដេអូនេះមិនមានគោលបំណងឲ្យអ្នកជឿជាក់លើការពន្យល់មួយណាទេប៉ុន្តែចង់ឲ្យអ្នកទាំងអស់គ្នាគិតសួរសំណួរដែលស្វែងយល់បន្ថែមអំពីប្រវត្តិសាស្ត្រនិងជំនឿបុរាណប្រហែលជាអរិយធម៌បុរាណដឹងអ្វីមួយពីធម្មជាតិនិងជីវិតដែលយើងមិនទាន់យល់ពេញលេញនៅក្នុងសប្តាហ៍ថ្ងៃនេះវីដេអូនេះមានគោលបំណងឲ្យអ្នកទស្សនាគិតបន្តនិងសួរសំណួរថ្មីៗអំពីប្រវត្តិសាស្ត្រនិងជំនឿបុរាណហើយអរគុណអ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់